រៀបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះបានមកហូបអីដែរចំណែកខ្ញុំវិញថ្ងៃនេះខ្ញុំឆាសណ្តែកបារាំងជាមួយនឹងសាច់គោហើយមុខម្ហូបមួយមុខនេះគឺងាយស្រួលធ្វើខ្លាំងមែនទែនបងប្អូនវាលឿនហើយឆាប់បានញ៉ាំទៀតហើយថ្ងៃនេះអត់ចង់មករៀបរាប់ពីមុខម្ហូបអីទេដោយសារតែម្ហូបមួយមុខនេះវាស្រួលធ្វើអញ្ចឹងបងប្អូនណាក៏គាត់ចេះធ្វើដែរថ្ងៃនេះខ្ញុំចង់មកនិយាយតិចបងប្អូនតាក់ទងទៅនឹងเพจធំមួយចំនួនដែលតែងតែចូលមកយករូបភាពពីเพจរបស់ខ្ញុំទៅផុសបន្តអញ្ចឹងណាហើយអ្នកខ្លះគាត់យកទៅគាត់ដាក់ credit ឲ្យអ្នកខ្លះយកទៅក៏មិនដាក់ credit ឲ្យអ្នកខ្លះគាត់យកទៅហើយគាត់លុបឈ្មោះ page របស់ខ្ញុំដែរទៅសេលើរូបនឹងចេញទៀតនិយាយទៅពេលខ្លះឃើញហើយក៏អត់សុបាយចិត្តដែរបងប្អូននិយាយទៅគឺយើងធ្វើមុខម្ហូបទំនំតែបានមួយគឺថាហត់ខ្លាំងណាស់បងប្អូនជាពិសេសចំណាយពេលវេលានឹងយូរហើយចំណាយលុយអស់ច្រើនទៀតអញ្ចឹងណាហើយ page ខ្លះគាត់ចាំតែយករូបយើងទៅផុសស្រាប់អ្នកខ្លះយកទៅហើយគាត់ទៅសេដាក់ credit ខ្លួនឯងទៀតអញ្ចឹងណាបងប្អូនហើយវីដេអូថ្ងៃនេះសូមផ្ដាំទៅ page ធំមួយចំនួនដែលតែងតែចូលយករូបភាពពី page របស់ខ្ញុំនឹងទៅផុសបន្តសូមកុំលុបឈ្មោះ page របស់ខ្ញុំដែលសរសេរនៅលើរូបភាពម្ហូបនឹងចេញអីនិយាយទៅរក្សាសិទ្ធិឲ្យខ្ញុំជាម្ចាស់រូបផងបងប្អូននិយាយទៅបងប្អូនចង់រកលុយអញ្ចឹងយើងគួរតែបង្កើតអ្វីដែលជារបស់ខ្លួនឯងណាយើងកុំចាំយករូបគេទាំងដលទៅផុសអញ្ចឹងពេកអីវាអត់ថេទេពេលដែលម្ចាស់រូបគេឃើញក៏គេអត់សុបាយចិត្តដែរដោយសារតែគេធ្វើម្ហូបហត់តែបងប្អូននេះតម្រាំតែចេញមុខម្ហូបមួយមុខគឺថាចំណាយពេលយូរមែនតើ